គឺថាលះស្វាហាប់តែម្ដងបងប្អូនអើយមករៀបចំរវាយរវ៉ាន់នេះបងប្អូននាងខ្ញុំត្រូវការរៀបចំអាគ្រឿងឈុតកញ្ចក់នេះយកទៅទុកនៅលើមួយឈុតធំណាមកពីនៅខាងលើនោះនាងខ្ញុំរៀបដាក់មកកញ្ច្រែងទូចហ្នឹងវាស៊ាំពណ៌អស់ហើយណាអញ្ចឹងទៅវាអត់មានពណ៌អីលាបថ្មីពណ៌ដាល់ក៏មករើអាកតុងនឹងក្រោមនេះគេមកកេះនេះទៀតអាកេះធំហ្នឹងដើម្បីរៀបចំយកទៅទុកមកកញ្ច្រែងធំហ្មងនៅលើម្ដងទៀតបើនិយាយទៅគ្រឿងកញ្ចក់នាងខ្ញុំដោយបងប្អូនបានឃើញនាងខ្ញុំធ្លាប់បង្ហាញកន្លងមកហើយបើបងប្អូនតាមដាននាងខ្ញុំមកនាងខ្ញុំធ្វើតែខ្លួនឯងទេមិនដែលទៅធ្វើជាងណាអស់មួយរៀលទេបងប្អូនក៏ប៉ុន្តែធ្លាប់ដើរកាត់កន្លែងហាងកញ្ចក់ឲ្យមើលតម្លៃគេធ្វើថ្លៃពេកបងប្អូនអើយស្ដាយលុយណាស់គ្រាន់តែថ្លៃធ្វើកញ្ចក់គេនឹងយើងអាចយកមកទិញសម្ភារៈបានឡើងក៏ភ្លុះធំមកតែគ្រាន់តែថាហ្នឹងហើយសម្រាប់អ្នកដែលគាត់អត់ចេះគឺវាពិតជាពិបាកបើដូចនឹងខ្ញុំចេះតាំងពីនៅស្រុកខ្មែរមកហើយសួរថារៀនអត់ទេបានចេះហ្នឹងអត់រៀនទេបងប្អូននឹងខ្ញុំមានដុងពីកំណើតគេហៅថាមនុស្សមានដុងហ្មងដាក់ទៅខាងណាដុសទៅខាងហ្នឹងនឹងខ្ញុំបើនិយាយទៅហើយកាលនៅស្រុកខ្មែរនឹងខ្ញុំទិញតែឌីសយកមកចាក់មើលហ្នឹងបងប្អូនពីដើមគឺអត់មាន Facebook អត់មាន YouTube អត់មានអីឲ្យយើងមើលចឹងទេអត់មានប្រព័ន្ធអ៊ីនធឺណិតណាផងហ្នឹងអញ្ចឹងពេលចង់មើលអីទិញតែឌីសយកមកចាក់មើលហើយរៀនតាមការធ្វើកញ្ចក់នេះគឺវាទាមទារឲ្យយើងមានភាពវៃឆ្លាតនិយាយទៅធ្វើអីក៏ដោយបងប្អូនបើយើងអត់ឆ្លាតគឺអត់ទៅមុខទេតោះតែយើងឆ្លាតយើងចេះបំបែកយើងចេះធ្វើយើងចេះនឹកគិតរម៉ូតយើងចេះ design យើងចេះសពមុខទាំងអស់ធ្វើការងារអីក៏ដោយវាទាមទារឲ្យយើងមានភាពវៃឆ្លាតរហ័សរហួនហើយមិនស្ពឹកស្រពន់បានយើងទៅមុខបើសិនជាយើងស្ទួកសួកមួកហើយរួចទៅយើងចង់ទៅដូចគេអានឹងទៅអត់កើតទេបងប្អូនត្រូវចាំថាពិភពនេះគឺជាការប្រកួតប្រជែងមិនថាប្រកួតប្រជែងនឹងខ្លួនឯងឬក៏ប្រកួតប្រជែងនឹងអ្នកដទៃទេតោះតែយើងមានភាពរវាសរវៃហើយមានភាពវៃឆ្លាតនឹងទៀតបើសិនជាអត់មានភាពវៃឆ្លាតទេធ្វើអីក៏អត់កើតដែរសង្គមបច្ចុប្បន្នក៏ដូចគ្នាដែរគឺគេរើសតែអ្នកខ្លាំងទេអ្នកខ្សោយដួលអស់ហើយវាមិនខុសពីរុក្ខជាតិទេយើងដាំយើងមើលណាបងប្អូនរុក្ខជាតិ2ថោយើងដាំទៅគ្នាតែរុក្ខជាតិខ្លាំងគឺវាអាចដុះដាលលូតលាស់ដល់រហូតចេញផ្កាចេញផ្លែតែបើរុក្ខជាតិខ្សោយវិញគឺថាដាក់ជីមិនថែមិនដូចគ្នាក៏នៅតែងាប់ដែរមនុស្សក៏ដូចគ្នាត្រូវដោះខាត់ទេពកោសល្យខ្លួនឯងសពគ្រប់បែបយ៉ាងហើយសំខាន់គឺកុំខ្ជិលច្រអូសអាភាពខ្ជិលច្រអូសហ្នឹងវាធ្វើឲ្យយើងវិនាសសពយ៉ាងទាំងអស់អញ្ចឹងបានខ្ញុំតែងតែប្រាប់ខ្លួនឯងតាំងពីនៅទូចថាកុំខ្ជិលភាពខ្ជិលវាអត់នាំឲ្យយើងចម្រើនទេគឺតែងតែនាំឲ្យយើងវិនាសអីដែលសំខាន់គឺត្រូវដោះខាត់ខ្លួនឯងនឹងហ្មងក្បិតកាន់តែសំលៀងគឺកាន់តែមុតអញ្ចឹងហើយយើងត្រូវតែសំលៀងក្បិតយើងដើម្បីក្នុងការប្រើប្រាស់នៅអ្វីដែលយើងចង់ប្រើហ្នឹងនេះគឺជាសារដាស់តឿនមួយសម្រាប់បងប្អូនដែលតែងតែមានភាពខ្ជិលច្រអូសឬក៏មិនចង់ធ្វើនេះមិនចង់ធ្វើនោះងើបឡើងបងប្អូនយើងត្រូវប្រឹងដើម្បីខ្លួនឯងនិងគ្រួសារខ្លួនឯងបានវាជាជ័យជំនះមួយដ៏ធំធេងនៅក្នុងជីវិតនិងសង្គមគ្រួសាររបស់យើងហើយចង់ធ្វើអីធ្វើនឹងទៅកុំចាំពាក្យថាចាំគឺច្រើនតែខកជាពិសេសគឺកុំខ្លាចក្នុងការសាកល្បងកុំខ្លាចក្នុងការធ្វើដូចនឹងខ្ញុំចឹងតែនឹងខ្ញុំចង់ធ្វើអីនឹងខ្ញុំធ្វើព្រឹបតែអត់ដឹងថាអានឹងពេលធ្វើទៅមិនទេតែគ្រប់យ៉ាងគឺការងារតែងតែបង្រៀនមនុស្សបងប្អូនធ្វើអីក៏ដោយអានេះជាចំណេះដឹងទូទៅមួយដែលនឹងខ្ញុំចែករំលែកទៅកាន់បងប្អូនឲ្យបងប្អូនចាំមានស្មារតីរឹងមាំឡើងមិនងាយមានអ្នកធ្វើវីដេអូណាដែលមកដាស់តឿនបងប្អូនជារឿយៗដូចនឹងខ្ញុំទេនឹងខ្ញុំតែងតែដាស់តឿនបងប្អូនអញ្ចឹងបងប្អូនកុំធុញនឹងខ្ញុំអីនឹងខ្ញុំចូលចិត្តចែករំលែកបទពិសោធន៍របស់នឹងខ្ញុំទៅកាន់បងប្អូនណាមកពីនាងខ្ញុំជាកូនអ្នករកស៊ីអញ្ចឹងហើយគឺអត់មានឱកាសក្នុងការខ្ជិលបានទេបងប្អូនអ្នកធ្វើការនិងអ្នករកស៊ីមានផ្នត់កំណត់ផ្សេងគ្នាបើសម្រាប់នាងខ្ញុំតាំងពីទូចមកម៉ាក់គាត់តែងតែជេរស្ដីថាឲ្យតែយឺតបន្តិចយើងខ្ជិលច្អូនបន្តិចយើងក្មេងបងប្អូនពេលខ្លះក៏យើងខ្ជិលណាតែគាត់គឺតែងតែស្ដីថាបដៅយើងអញ្ចឹងតែគាត់ថាជេរយើងហ្មងថាស្ពឹកសពុនយើងរកស៊ីឈ្នះចិនទេម្ដាយនាងខ្ញុំគឺតែងតែឲ្យដំបូលមានមករបៀបបែបកាចប៉ុន្តែនឹងអាភាពកាចរបស់គាត់នឹងធ្វើឲ្យកូននឹងស្វាងគ្រប់គ្នាហ្មងដូចនឹងខ្ញុំធ្លាប់រាប់អានមនុស្សម្នាក់គាត់ចូលចិត្តទុនខ្សោយហើយចូលចិត្តប្រើទឹកភ្នែកនិងសម្ដីទុនទៅឲ្យគេអាណិតគាត់ប៉ុន្តែត្រូវចាំថាការអាណិតអាសូររបស់មនុស្សយើងម្នាក់គឺមានដែនកំណត់មានការគិតរៀងខ្លួនណាកាលណាតែយើងចេះតែប្រើទឹកភ្នែកវាជាភាពទុនខ្សោយរបស់យើងហើយគេអាណិតយើងក៏គេមិនអាណិតរហូតដែរតែយើងត្រូវប្រើគំនិតហើយនឹងភាពខ្លាំងរបស់យើងនេះទៅឲ្យគេមើលវិញអានឹងបានគេកោតសរសើរស្ញប់ស្ញែងយើងបងប្អូនយើងកុំប្រើភាពទុនជ្រាយទៅឲ្យគេអាណិតការអាណិតរបស់គេមិនបានមកជីវិតទេហើយយើងក៏ត្រូវតែអាណិតខ្លួនឯងយើងក៏ត្រូវចេះជួយជ្រោមជ្រែងខ្លួនឯងដែរចង់ឲ្យអ្នកណាម្នាក់ជួយយើងតើតើយើងជួយខ្លួនឯងជាមុនសិនណាបងប្អូនបើសម្រាប់នាងខ្ញុំវិញទៀតសោតគឺរឹងមាំតាំងពីទូចរឹងមាំរហូតមកដល់ធំលែងមានទឹកភ្នែកស្រក់ទៀតហើយគេតាមធ្វើបាបច្រើនណាបងប្អូនតែនាងខ្ញុំមិនដែលចោះចាញ់មិនដែលរុញរាទេតែងតែតបតទៅមនុស្សដែលធ្វើបាបនាងខ្ញុំគឺដោយលទ្ធផលអ្នកខ្លះគេសើចនាងខ្ញុំថានាងខ្ញុំជួយចិត្តនៅតែឯងមនុស្សអត់ញាតអីចឹងណា
ប៉ុន្តែអត់ដឹងថាមនុស្សដែលចូលចិត្តនៅតែឯងហ្នឹងហើយដែលមានភាពខ្លាំងគ្រប់គ្រាន់ណាដោយហេតុដែលនាងខ្ញុំតែងតែឃើញសត្វស្លាបមួយគឺឥន្ទ្រីអត់ដែលមានគ្នាទេហោះហើរតែឯងទេតែគឺថាចង់ធ្វើអីហើរស្ទាក់សត្វណាគឺបានសត្វហ្នឹងខុសពីវងចាបគឺជាប្រភេទសត្វដែលចូលចិត្តហើរទាំងវងកែកងស្រែស្រតាមគ្នាអញ្ចឹងណាហើយចំណីដែលវាតាក់បានគឺជាសត្វទូចចលែនក្នុងដីអីចឹងទៅខុសពីសត្វឥន្ទ្រីអញ្ចឹងបើសួរថានាងខ្ញុំចង់ធ្វើដូចជាសត្វអីសត្វឥន្ទ្រីបងប្អូននាងខ្ញុំមិនយកសត្វចាបទេទុនខ្សោយណាស់បើនាងខ្ញុំទៀតសោតនាងខ្ញុំអត់ដែលខ្លាចណាទេបងប្អូនមិនថាសត្រូវមកពីមុខឬក៏សត្រូវមកពីក្រោយទេតែមនុស្សអត់គឺដើរតាមក្រោយយើងរហូតហ្នឹងបងប្អូនយើងធ្វើអីធ្វើតាមយើងនិយាយអីនិយាយតាមរហូតដល់អ្នកខ្លះយកពាក្យសម្ដីនាងខ្ញុំទៅនិយាយក្នុងវីដេអូនិងយកកាយវិការចាការធ្វើវីដេអូរបស់នាងខ្ញុំទៅធ្វើតាមទៀតអ្នកខ្លះគេធ្វើតាមយើងដោយក្តីស្រឡាញ់តែអ្នកខ្លះទៀតគឺធ្វើតាមយើងដោយបែបឈ្នានីសហើយយក style របស់យើងទៅធ្វើជា style ខ្លួនឯងទៀតណោះមនុស្សដែលអត់មានអីថ្មីមនុស្សដែលអត់មានអីដែលជាខ្លួនឯងជាភាព unique របស់ខ្លួនឯងនិយាយទៅគឺមនុស្សនឹងអត់ទៅមុខទេគឺបាននៅតែតាមក្រោយគេនឹងមួយជីវិតហើយមនុស្សប្រភេទអញ្ចឹងគឺការរស់នៅរបស់គាត់ក៏តដុនតដាបវេទនារស់ក៏យ៉ាប់មិនដូចគេមិនដូចឯងដែរគេហៅថាមនុស្សខ្វះភាពកក់ក្ដៅហ្មងមិនគាត់ចូលចិត្តមើលគេហើយធ្វើតាមគេទាំងដុលបើធ្វើដោយក្តីស្រឡាញ់គឺមិនអីទេតែបើធ្វើដោយចេញពីការឈ្នានីសវិញអានឹងកាន់តែយ៉ាប់ទៀតមនុស្សហ្នឹងរៀបរាប់ជូនបងប្អូននឹងក៏រៀងច្រើនគួរសមឲ្យដែរពីការពិសោធន៍របស់នាងខ្ញុំណាអញ្ចឹងសង្ឃឹមថាបងប្អូនជ្រួតជ្រាបទាំងអស់គ្នាស្អាតទេបងប្អូនកញ្ចក់ពណ៌នេះគឺពណ៌សូកូឡាណានាងខ្ញុំស្រឡាញ់ចូលចិត្តណានេះអាងទៅចេះដូរម៉ូដដូរខ្លួនឯងរហូតតែមិនពេញចិត្តជួនកាលធ្វើភ្លាមនឹងដូរភ្លាមដែរបងប្អូនហ្នឹងហើយវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូន